សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃចុងសប្តាហ៍ទៀតហើយខានចេញវីដេអូយូរឥឡូវឃើញក្បាលវីដេអូឯងបងប្អូននេះម្នាក់ដូចជាញាប់ដៃញាប់ជើងដល់ហើយពិសេសម៉ាក់ថ្ងៃនេះដូរបរិយាកាសម្ដងអាហារពេលល្ងាចថ្ងៃនេះគឺយើងអត់ញ៉ាំបាយទេយើងញ៉ាំនំបញ្ចុកជាមួយសង្វាក់ម្ដងនិយាយទៅកើនៅរៀនណាតែងតែញ៉ាំនំបញ្ចុកជាមួយសង្វាក់នៅ60អាសាបានទៅតែប្រហែលឆ្នាំចុងក្រោយចូលទៅ5-6ឆ្នាំហើយបងប្អូនអើយខ្ញុំគឺអត់ដែលបានញ៉ាំសោះខានយូរមែនទែនចឹងហើយក៏នឹករសជាតិណាគេដឹងចឹងគេល្បីអានំសង្វាក់មកពីខាងបាត់ដំបងឆ្ងាញ់ចឹងថ្ងៃនេះក៏គិតថាម៉ាក់អើយមិនបាច់ធ្វើម្ហូបទេកំងនំបញ្ចុកគេមកហើយញ៉ាំកំងសង្វាក់គេ100មកញ៉ាំអាំងខ្លួនឯងនៅផ្ទះហ្មងអត់បានទៅញ៉ាំនៅក្រៅទេយើងញ៉ាំនៅផ្ទះជុំគ្នាចឹងហើយខ្ញុំដើរតួនាទីជាអ្នកអាំងសង្វាក់តាមពិតណាសង្វាក់សាច់ត្រីហ្នឹងបើសិនជាយើងអត់អាំងយើងទុកយល់ថាបើយើងកំងគេធ្វើថ្ងៃនេះចឹងយើងយកមកដល់ផ្ទះយើងទុកតែ2យប់វាជូរល្មមយើងញ៉ាំតំណប់ជាមួយនឹងអីគេលឹកកទួតលឹកជីអីក៏ឆ្ងាញ់ដែរមិនចាំតែយើងអាំងអីទេស្រ័យលើចំណងចំណូលចិត្តអ្នកញ៉ាំណាប៉ុន្តែយើងអាំងបែបនេះក៏បានយើងបកញ៉ាំមកពេលយើងទិញពីគេមកហ្នឹងយើងទុកឲ្យរឿងជូរ2យប់អីទៅយើងអាចបកតំណប់ញ៉ាំជាមួយនឹងបន្លែដូចជាស្លឹកកទួតជាមួយលឹកជីអីក៏បានដែរអញ្ចឹងនេះអាហារពេលល្ងាចនៅផ្ទះខ្ញុំហ្នឹងគឺធម្មតាទេគឺសង្វាក់ជាមួយនឹងនំបញ្ចុកសង្វាក់100ខ្ញុំកំង100ដោយសារពួកខ្ញុំនៅ3-4នាក់អញ្ចឹងប៉ុណ្ណឹងគឺថាវាគ្រប់គ្រាន់ហើយកំងនំបញ្ចុកគេ3គីឡូញ៉ាំជាមួយសង្វាក់ហ្នឹងប៉ុន្តែនំបញ្ចុកហ្នឹងណាចុងក្រោយគេញ៉ាំអត់អស់ទេទុកដល់ញ៉ាំអំបិលម្ទេសថ្ងៃស្អែកទៀតញ៉ាំអស់តែសង្វាក់ទេអស់ប្រហែលជា1គីឡូជាងឯងលើកក្រោយចំណាំបើសិនមានសង្វាក់100កំងតែនំបញ្ចុក1គីឡូកន្លះគឺល្មមហើយសម្រាប់គ្នា4នាក់អញ្ចឹងនេះតួនាទីរបស់ខ្ញុំសម្រាប់អាំងសង្វាក់គឺយូរបន្តិចដែរសង្វាក់100ហ្នឹងខ្ញុំអាំងប្រហែលជាចូលតែ1ម៉ោងជាងចក្រាន2និយាយទៅមិនសូវបានចូលចក្រានបាយទេទៅថ្ងៃសម្រាប់អីចឹងបានចូលប្រហែលថ្ងៃយើងទៅធ្វើការអីចឹងទៅគឺម៉ាក់គិតអ្នកធ្វើម្ហូបឲ្យញ៉ាំយើងមានម៉ាក់នៅផ្ទះចឹងណាគិតជួយធ្វើម្ហូបធ្វើអីចឹងទៅតែថ្ងៃខ្លះក៏ទិញម្ហូបគេដែរបងប្អូនថ្ងៃណាហត់អីចឹងក៏មកម្ហូបគេចឹងណាតែថ្ងៃនេះសារៈចឹងទីខ្ញុំភាគច្រើននៅថ្ងៃសម្រាប់ហើយពេលចូលចក្រានយកអីចឹងទៅមានគ្នាច្រើនបើម៉ាក់គិតទោះបីជាម៉ាក់គិតធ្វើម្ហូបអីក៏យើងជួយធ្វើគាត់ដែរយើងធ្វើជាកូនកំបិតអីចឹងទៅគិតគឺជាមេចុងភៅតែដោយសារថ្ងៃនេះគឺជាម្ហូបងាយៗដែរអញ្ចឹងខ្ញុំគឺសុំឲ្យគាត់មើល baby គឺរបស់ខ្ញុំហ្នឹងអញ្ចឹងហើយខ្ញុំគឺជាអ្នកធ្វើម្ហូបពីអ្នកប្អូនខ្ញុំវិញណាមួយដោយសារម្ហូបហ្នឹងវាងាយៗដែរនេះឥឡូវឆ្អិនបានខ្លះហើយបងប្អូនអត់ទាន់ឆ្អិនអស់ទេណាប៉ុណ្ណឹងណាប៉ុណ្ណឹងទៅបានដូចជាចូល60សង្វាក់អីទេនេះនៅតិចទៀតបានអស់អញ្ចឹងភាគច្រើនសង្វាក់គេញ៉ាំជាមួយទឹកត្រីផ្អែមអីក៏បានដែរទឹកត្រីកោះកុងអីក៏បានដែរតែខ្ញុំថ្ងៃនេះគឺញ៉ាំជាមួយត្រីកោះកុងខ្ញុំខ្ជិលធ្វើទឹកត្រីផ្អែមទឹកត្រីកោះកុងខ្ញុំគិតថាវាលឿនជាងអញ្ចឹងហើយប្អូនខ្ញុំគេអ្នកបុកខាងបុកត្រីកោះកុងតែខ្ញុំគឺតួនាទីខាងអាំងសង្វាក់តែខ្ញុំចិត្តហើយនេះអាំងពីម៉ោង5រហូតដល់ម៉ោង6លើបានរួចរាល់ណាអាំងពីភ្លឺរហូតដល់យប់នេះឥឡូវចាប់ដើមយប់តិចហើយក៏ចិត្តហើយដែរនេះនៅសល់ប្រហែលជា20សង្វាក់អីទៀតទេឆ្អិនអស់ហើយព្រោះយើងអត់បខំភ្លើងដែរហ្នឹងខ្ញុំដាក់ទាំងខ្ពស់ដែរទៅវាឆ្អិនម្ដងតិចអូយបើត្រឡប់ទៅអតីតកាលការនៅរៀនណានឹកឃើញនឹកមិត្តភ័ក្តិហ្មងការចេញពីរៀនពេលល្ងាចអីយើងតែងតែញ៉ាំអីជុំគ្នាភាគច្រើនសង្វាក់ហ្នឹងគឺនៅផ្លូវ60ស្បូតែឥឡូវកន្លងទៅឡើងច្រើនឆ្នាំខ្ញុំមិនដែលបានញ៉ាំសោះទើបថ្ងៃនេះឯងបានញ៉ាំនេះមើលមុខស្រីស្អាតអាំងសង្វាក់ទៅសើខ្លួនឯងទៀតទៅសើខ្លួនឯងទៅមិនចាំណាគេទៅសើឲ្យទេចឹងនេះសង្វាក់យើងឆ្អិនគ្រប់100ហើយខ្ញុំក៏មកភ្លក់នេះទឹកត្រីកោះកុងបងអូនខ្ញុំគេបុកដាក់ឡើងមួយចានហ្មងមានញ៉ាំអស់ណាទឹកត្រីនឹងច្រើនពេកហើយនេះនំបញ្ចុក3គីឡូចុងក្រោយអស់ប្រហែលជា1គីឡូជាងអីទេ1គីឡូកន្លះអីហ្នឹងមើលគិតទៅសើជាងពាក់កដៅស្អែកឡើងញ៉ាំបើម្ទេសហេអូបងប្អូនអើយឆ្ងាញ់ណាស់នេះផ្លឹកជីអីដល់បេះខ្លួនឯងនៅផ្ទះទេសារយើងមានស្រេចខ្លួនឯងអញ្ចឹងណាបេះលាងឲ្យស្អាតស្រស់ទុកមុនអញ្ចឹងទៅហើយនឹងលឹកកទួតលឹកជីគឺជីគ្រប់មុខមើលតែមាត់មើលតែមុខកំពុងថាភ្លក់តែមួយណា
មានណាជប់មកទៀតភ្លក់ទៀតក្រភ្លក់ហ្នឹងអស់ចង់5សង្វាក់បងប្អូនតែគេថាភិកច្រើនយើងទៅញ៉ាំកន្លែងគេធ្វើទឹកត្រីផ្អែមលក្ខណៈទៅទឹកត្រីផ្អែមព្រោះអីឃើញគេដាក់មានអីគេគេហៅសណ្ដែកដីមានសណ្ដែកដីមានអីចឹងណាទឹកត្រីផ្អែមមានសណ្ដែកដីចឹងទៅតែខ្ញុំពួកខ្ញុំមានអារម្មណ៍ថាអានឹងវាយូរណាមួយនេះដែរខ្ជិលធ្វើដែរអាណាលឿនយកអានឹងទៅចឹងហើយក៏ធ្វើត្រីកោះកុងទៅនេះមុខនេះបុកត្រីកោះកុងហ្នឹងពេលហើយខ្ញុំថាឥឡូវខ្ញុំកាន់កាមេរ៉ាឲ្យគេភ្លក់ឲ្យបងប្អូនមើលម្ដងទៅគេនេះគេភ្លក់មើលមើលតែភ្លក់ឆ្ងាញ់ណាទៅភ្លក់នេះថតម្នាក់ទៀតកូនស្រីជាមួយការបេះម្ទេសដើម្បីបុកត្រីកោះកុងនិយាយទៅថ្ងៃសម្រាប់ជុំគ្នាគឺយើងជួយគ្នាម្ដាយមួយជើងអញ្ចឹងណាថ្ងៃនេះអ្នកមើល baby ថ្ងៃនេះគឺអត់បានទៅគិតចូលចក្រានទេតែសាមហូបងាយដែរតែគិតអត់ចូលចក្រានពួកខ្ញុំធ្វើបានអញ្ចឹងហើយក៏អត់ឲ្យគិតចូលចក្រានទេគិតនៅចាំញ៉ាំហ្មងហើយនេះកូនបើប្រុសបើមកមុខគេភ្លក់តាមពិតអត់ចង់ឲ្យថតទេនិយាយទៅគិតអត់សូវជួយចិត្តឲ្យថតគាត់ទេតែយើងជួយចិត្តញ៉ោះគាត់ដែរគេធ្វើដៃគេឲ្យយើងជួយបិទវិញអញ្ចឹងណានេះកូនស្រីឆ្ងាញ់ដែរហើយអូខេបងប្អូនថ្ងៃនេះមានសវ័ក្តិនឹងឯងអរគុណបាយបាយជួបគ្នាវីដេអូក្រោយ